ចាលោកលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីនៅពេលនេះនាងខ្ញុំនឹងបង្ហាញជូននៅវត្តមានរបស់តារាកិត្តិយសដែលចូលរួមនៅក្នុងកម្មវិធីផ្ទះលោកតាគឺលោកចិនវឌ្ឍនាបាទជម្រាបសួរអ្នកនាងមានទីចិនក្រមុំការក្រពុំតែកាយតែចិត្តកាយចោលក្លិនក្រអូបសាហាយដោយដួងកាយពុំចោលរស្មីពុំនឹកស្មានថាចាន់ស្មងឃើញចាន់គូនេះសាយអោចាន់ថ្លាសូរិយានឹងថ្លាថ្លៃមិនដេចគ្មាននៃភាំងក្តីនឹងខ្ញុំពុំណាទ្វីបណានៅឋានណាដែលវាសនាជួបចិនដានៅក្រពុំសូមអធម្មជាតិអិនព្រំជួយរូបខ្ញុំជួបក្រមុំចិត្តគ្មានសងខឹមសងខឹមទេឃើញជួបតែស្នេហ៍មិនពិតកាយក្រមុំតែអស់ក្រពុំចិត្តឲ្យជីវិតភ័យខ្លាចជានិច្ចណាទ្វីបណានៅឋានណាដែលវាសនាជួបចិនដានៅក្រពុំសូមអធម្មជាតិអិនព្រំជួយរូបខ្ញុំជួបក្រមុំចិត្តគ្មានសងខឹមសងខឹមទេឃើញជួបតែស្នេហ៍មិនពិតកាយក្រមុំតែអស់ក្រពុំចិត្តឲ្យជីវិតភ័យខ្លាចជានិច្ចបាទអរគុណលោកវឌ្ឍនាបាទអូអរគុណបាទអរគុណច្រើនបទរបស់លោកវឌ្ឍនាមានចំណងជើងថាគ្មានទេចិត្តក្រមុំបាទនេះសំនៀងដើមរបស់លោកតាស៊ិនស៊ីសមុទ្របាទព្រោះណាបាទលោកវឌ្ឍនាហ្នឹងលោកបកស្រាយទៅមួយបែបរបស់លោកទៅណាចាបាទអរគុណឥឡូវនេះពេលវេលាយើងខ្លីយើងចង់ស្ដាប់បទចម្រៀងមួយបទទៀតបាទចាបាទតែបទនោះគឺជាបទមហោរីទៅវិញបាទព្រោះយើងមានសម័យមានបុរាណណាចាបទមហោរីគឺបទសរសើរឡាវចំច័ន្ទណាបាទអញ្ចឹងហ៎ឡាវចំច័ន្ទដែលលឺណាដូចចំណងជើងខ្ញុំមិនដែលលឺទៅឡាវចំច័ន្ទខ្ញុំមិនដែលលឺសូត្រអញ្ចឹងស្ដាប់លឺចឹងបើចឹងសូមចាត់ឲ្យជូនបទមហោរីបទខ្មែរឡាវចោមច័ន្ទបាទប្រានត្បានឹងទៅបានឡើងកលសួតឋានវិញមានចន្ទ្រាត្បានឹងទៅបានឡើងកលសួតឋានវិញមានចន្ទ្រាអមដាស់ដា
សូមជើញមកខាងនេះមកបាទខាងនោះឲ្យបានស្រីពីរប្រុសមួយផ្ទះខ្ញុំនេះកូនទៅប្រុសទាំងអស់បាទអញ្ចឹងឥឡូវកម្មវិធីយើងក៏ត្រូវការពេលសម្រាប់ឲ្យផ្លែតសិនបន្តិចទៀតយើងនឹងជួបបងប្អូនសាជាថ្មីមួយប្រុសឮថាឯងទើបតែមានមិត្តស្រីថ្មីមកនេះប្រាប់ពួកយើងពីនាងបន្តិចទៅមើលបាទនាងស្អាតបែបធម្មជាតិនាងសុភាពរំទុំល្អពិសេសខុសពីនារីដទៃនាងមានគម្រោងក្នុងជីវិតនិងមានអ្វីគ្រប់យ៉ាងដែលខ្ញុំចង់បាននាងគឺ Joe's Girl អូហូ Joe's Girl មើលឯងពិតជាធ្វើការជ្រើសរើសបានល្អមែនតើនេះជា Joe's Girl ឬ Joe's ជំរឿនពិតធម្មជាតិប៉ះផ្ទាល់ជាមួយស្រាបៀរលំដាប់ពិភពលោក